ចាសសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយក៏សូមស្វាគមន៍ពុកម៉ែបងប្អូនដែលបានមកកាន់ Channel បង្រៀនភាសាចិនរបស់នាងខ្ញុំតផងដែរអញ្ចឹងមុននឹងចូលសិក្សាមេរៀនយើងគឺសូមពឹងបងប្អូនកុំភ្លេចជួយចុច Subscribe និងរូបសញ្ញាកណ្ដឹងម្នាក់មួយដើម្បីទទួលបានមេរៀនថ្មីៗជាបន្តបន្ទាប់នៅពេលនាងខ្ញុំផុសវីដេអូតោះកុំឲ្យនៅរងចាំយូរយើងចូលសិក្សាមេរៀនយើងទាំងអស់គ្នាអ្នកកុំអាត្មានិយមពេកភាសាចិនគឺយើងអានថា你不要太自私你不要太自私你不要太自私ចឹងពាក្យថា不要ហ្នឹងគឺបានន័យថាកុំពាក្យថាថៃហ្នឹងគឺពេកពាក្យថា自私ហ្នឹងគឺបានន័យថាអាត្មានិយមចឹងយើងអានប្រយោគយើងទាំងអស់គ្នាម្ដងទៀត你不要太自私你不要太自私អ្នកកុំអាត្មានិយមពេកអូខេបន្ទាប់ទៀតយើងចូលទៀតអ្នកកុំចិត្តលោភលន់ពេកឬក៏អ្នកឯងកុំចិត្តលោភលន់ពេកភាសាចិនគឺយើងអានថា你不要太贪心你不要太贪心你不要太贪心ចឹងពាក្យថាពូយ៉ៅនោះគឺកុំពាក្យថាថៃនោះពេកពាក្យថាឋានស៊ីននោះគឺបានន័យថាចិត្តលោភលន់ចឹងយើងអានប្រយោគយើងទាំងអស់គ្នាម្ដងទៀត你不要太贪心你不要太贪心贪心អ្នកឯងកុំចិត្តលោភលន់ពេកអូខេបន្ទាប់ទៀតយើងចូលទៀតអ្នកចិត្តបានណាស់ដែលហៅថាចិត្តទលាយចិត្តល្អចិត្តទលាយចឹងភាសាចិនគឺយើងអានថា你很大方你很大方你很大方ចឹងពាក្យថាតាហ្វាំងហ្នឹងគឺបានន័យថាចិត្តបានឬក៏ចិត្តទលាយហ្នឹងហើយចឹងយើងអានប្រយោគយើងទាំងអស់គ្នាម្ដងទៀត你很大方你很大方អ្នកចិត្តបានណាស់ឬក៏អ្នកឯងហ្នឹងចិត្តទលាយអូខេបន្ទាប់ទៀតយើងចូលទៀតខ្ញុំមិនទម្លាប់ហូបស្រាទេឬក៏ខ្ញុំមិនទម្លាប់ផឹកស្រាទេភាសាចិនគឺយើងអានថា我不习惯喝酒我不习惯喝酒ចឹងពាក្យថាពុស៊ីគាន់គឺបានន័យថាមិនទម្លាប់ពាក្យថាស៊ីគាន់គឺទម្លាប់ណាចឹងឯពាក្យថា喝酒ហ្នឹងគឺបានន័យថាហូបស្រាឬក៏ផឹកស្រាចឹងពាក្យថាហហ្នឹងគឺបានន័យថាហូបឬក៏ផឹកពាក្យថាជោហ្នឹងគឺស្រាចឹងយើងអានប្រយោគយើងទាំងអស់គ្នាម្ដងទៀត我不习惯喝酒我不习惯喝酒ខ្ញុំមិនទម្លាប់ហូបស្រាទេអូខេបន្ទាប់ទៀតយើងចូលទៀតពាក្យថាខ្ញុំមិនទម្លាប់ជក់បារីទេភាសាចិនគឺយើងអានថា我不习惯抽烟我不习惯抽烟我不习惯抽烟ចឹងពាក្យថាឆោយេនហ្នឹងគឺបានន័យថាជក់បារីហើយពាក្យថាស៊ីកនហ្នឹងក៏យើងបានបរៀនមុនដែរគឺពាក្យថាទម្លាប់ពុស៊ីកនមិនទម្លាប់អញ្ចឹងយើងអានប្រយោគយើងទាំងអស់គ្នាម្ដងទៀត我不习惯抽烟我不习惯抽烟ខ្ញុំមិនទម្លាប់ជក់បារីទេអូខេបន្ទាប់ទៀតយើងចូលទៀតខ្ញុំនាំអ្នកដើរលេងអ្នកឯងទៅដើរលេងអត់ខ្ញុំនាំអ្នកឯងទៅដើរលេងណាហ្នឹងហើយអញ្ចឹងហើយខ្ញុំនាំអ្នកដើរលេងហ្នឹងភាសាចិនគឺយើងអានថា我带你去玩我带你去玩我带你去玩ចឹងពាក្យថាតៃហ្នឹងគឺបានន័យថានាំនីហ្នឹងអ្នកពាក្យថាឈឺហ្នឹងគឺទៅពាក្យថាវ៉ាន់ហ្នឹងគឺដើរលេងហើយពាក្យថាលេងចឹងពាក្យថាឈឺវ៉ាន់ហ្នឹងគឺបានន័យថាដើរលេងចឹងយើងអានប្រយោគយើងទាំងអស់គ្នាម្ដងទៀត我带你去玩我带你去玩ខ្ញុំនាំអ្នកដើរលេងអូខេបន្ទាប់ទៀតយើងចូលទៀតតើអ្នកអាចមកយកខ្ញុំបានទេឬក៏តើអ្នកឯងហ្នឹងអាចមកទទួលយកខ្ញុំបានទេឲ្យគាត់មកយកយើងឬក៏ទទួលយកយើងហ្នឹងណាចឹងហើយភាសាចិនគឺយើងអានថា你能来接我吗你能来接我吗你能来接我吗ចឹងពាក្យថានឹងហ្នឹងគឺអាចពាក្យថាឡាយហ្នឹងគឺមកពាក្យថាជាហ្នឹងគឺបានន័យថាទទួលឬក៏មកយកណាព្រោះខ្ញុំ
ចឹងយើងអានប្រយោគយើងទាំងអស់គ្នាម្ដងទៀតនេះនឹង来接我吗នេះនឹង来接我吗តើអ្នកអាចមកយកខ្ញុំបានទេឬក៏តើអ្នកឯងហ្នឹងអាចមកទទួលយកខ្ញុំបានទេអូខេចឹងចូល clear យើងបន្តទៀតខ្ញុំបានជ្រុះបាត់កាបូបលុយហើយបើអ្នកថាយើងបានជ្រុះកាបូបលុយក៏ប្រាប់គាត់ថាខ្ញុំអត់បានយកកាបូបមកទេដោយសារកាបូបខ្ញុំនឹងវាជ្រុះបាត់ហើយខ្ញុំអត់ដឹងថាជ្រុះនៅណាចឹងក៏យើងប្រាប់គាត់ថាខ្ញុំបានជ្រុះបាត់កាបូបហើយចឹងភាសាចិនគឺយើងញ៉ាំថា我的钱包丢了我的钱包丢了我的钱包丢了ខ្ញុំបានជ្រុះបាត់កាបូបលុយហើយចឹងពាក្យថាវត្តទៅនឹងគឺបានន័យថារបស់ខ្ញុំហើយពាក្យថាឈៀនប៉ោនឹងគឺកាបូបលុយចឹងពាក្យថាឈៀននឹងតទេនឹងគឺបានន័យថាលុយប៉ោនឹងគឺកាបូបចឹងហើយពាក្យថាទាវនឹងគឺបានន័យថាបាត់ហ្នឹងហើយចឹងយើងអានប្រយោគយើងទាំងអស់គ្នាម្ដងទៀត我的钱包丢了我的钱包丢了ខ្ញុំបានជ្រុះបាត់កាបូបលុយហើយអូខេបន្ទាប់ទៀតយើងចូល clear យើងបន្ទាប់ទៀតខ្ញុំវង្វេងផ្លូវហើយគឺបានន័យថាយើងណាត់គ្នាទៅញ៉ាំបាយនៅហាងណាមួយឬក៏យើងណាត់គ្នាទៅដើរលេងនៅកន្លែងណាមួយចឹងណាហើយក៏យើងប្រាប់ទៅមិត្តភ័ក្តិថាមិត្តភ័ក្តិគាត់សួរយើងថាអ្នកឯងទៅដល់ណាហើយយើងប្រាប់គាត់ថាខ្ញុំវង្វេងផ្លូវហើយអត់ទាន់ដល់ទេអញ្ចឹងយើងភាសាចិនគឺខ្ញុំវង្វេងផ្លូវនេះគឺអានថាវមីលូលវមីលូលចឹងពាក្យថាមីលូហ្នឹងគឺបានន័យថាវង្វេងផ្លូវចឹងយើងអានប្រយោគយើងទាំងអស់គ្នាម្ដងទៀតវមីលូលខ្ញុំវង្វេងផ្លូវហើយអូខេបន្ទាប់ទៀតយើងចូល clear យើងបន្តទៀតពាក្យថាប្រហែលជាគាត់និយាយមិនចេញទេភាសាចិនគឺយើងអានថា几乎说不出话来几乎说不出话来ចឹងពាក្យថាហ្នឹងគឺបានន័យថាគាត់ពាក្យថាជីហ៊ូហ្នឹងគឺបានន័យថាប្រហែលសពុឈូខឡាយហ្នឹងគឺបានន័យថានិយាយមិនចេញទេចឹងយើងអានប្រយោគយើងទាំងអស់គ្នាម្ដងទៀតថាជីហ៊ូសពុឈូខឡាយប្រហែលជាគាត់និយាយមិនចេញទេអូខេបន្តទៀតយើងចូលទៀតតើអ្នកធ្វើវារួចហើយឬនៅយើងបានន័យថាយើងចង់សួរគាត់ថាតើអ្នកឯងនឹងធ្វើការងារនឹងរួចរាល់ហើយនៅបានបញ្ចប់វាហើយនៅអញ្ចឹងភាសាចិនគឺយើងអានថានេះ做完了吗你做完了吗你做完了吗តើអ្នកធ្វើរួចហើយឬនៅអញ្ចឹងពាក្យថានេះហ្នឹងគឺអ្នកចកហ្នឹងបានន័យថាធ្វើវ៉ាន់ហ្នឹងគឺបានន័យថាអស់ឬក៏រួចហើយឬនៅចឹងយើងអាន clear ប្រយោគយើងទាំងអស់គ្នាម្ដងទៀតនេះ做完了吗你做完了吗តើអ្នកធ្វើហើយឬនៅឬក៏តើអ្នកឯងធ្វើវារួចហើយឬនៅអូខេបន្តទៀតយើងចូលទៀតតើនៅត្រូវការផ្សេងទៀតអត់ចឹងភាសាចិនគឺយើងអានថា还要别的吗还要别的吗还要别的吗តើនៅត្រូវការផ្សេងទៀតអត់ចឹងពាក្យថាហើយយោហ្នឹងគឺបានន័យថានៅត្រូវការចឹងពាក្យថាពេលទៅហ្នឹងគឺផ្សេងឬចឹងណាចឹងយើងអានប្រយោគយើងទាំងអស់គ្នាម្ដងទៀតមកហើយយោពេលទៅមកហើយយោពេលទៅមកតើនៅត្រូវការផ្សេងទៀតអត់អូខេអញ្ចឹងមេរៀនយើងដែលបានសិក្សាអំពី clear ប្រយោគទាំងប៉ុន្មាននៅខាងលើនេះក៏បានបញ្ចប់ត្រឹមនឹងផងដែរហើយក៏សូមអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ហើយនាងខ្ញុំក៏មានលក់សៀវភៅភាសាចិនដែលអាចសិក្សាភាសាចិនបានដោយខ្លួនឯងដោយសារសៀវភៅនេះផងដែរគឺមានស៊ីងខ្មែរងាយស្រួលក្នុងការអានក៏មាន PE អង់គ្លេសដែរហើយសៀវភៅនេះផងដែរគឺតកតងជាមួយនឹងពាក្យប្រើប្រាស់ប្រចាំថ្ងៃពាក្យប្រើប្រាស់ទូទៅក៏មានពាក្យបច្ចេកទេសហើយក៏មានពាក្យប្រើប្រាស់នៅក្នុងរោងចក្រស្បែកជើងផងដែរហើយក៏មាន clear ប្រយោគខ្លីៗនិងពាក្យប្រើប្រាស់ជាប្រចាំថ្ងៃបើសិនជាបងប្អូនត្រូវការបងប្អូនអាចcommentទិញនាងខ្ញុំបានណាអញ្ចឹងកុំភ្លេចជួយចុច Subscribe និង Channel របស់នាងខ្ញុំដើម្បីទទួលបានមេរៀនថ្មីៗជាបន្តបន្ទាប់នៅពេលដែលនាងខ្ញុំផុសវីដេអូជួបនាងខ្ញុំនៅវីដេអូក្រោយទៀតសូមអរគុណបាយបាយ